ចាបងនិយាយសួរចាខ្ញុំពិស័យខាងក្រុមការងារបច្ចេកទេសប្រចាំក្រុមហ៊ុនយន្តកសិកម្មរបស់ខាងរដ្ឋបាលជីភ្នំពេញធម្មជាតិបងចាអឺឥឡូវចុះជួបបងផ្ទាល់នៅចការសាក់បងដាំឲ្យប្រមាណអាដែរបងហ្នឹងដី40អាដី40អាចាឥឡូវប្រមូលផលប្រមាណដងបងមកតែបាន3ថ្ងៃថ្ងៃទី1ប្រមាណដែរបងថ្ងៃទី1បាន300000បាននៅខ្វះអី20000 400000ថ្ងៃទី2បាន1លាន20000ថ្ងៃទី3បាន1លាន8 180,000នេះយកថ្ងៃទី3 1លាន8ចាបាន1គីឡូប៉ុន្មានដែរបងបាន1គីឡូ30ទៅ5មិញ1គីឡូ3000ចាអញ្ចឹងមកយកដល់កន្លែងបងមកយកដល់ផ្ទះចាងាយឡើងគេមកយកឬក៏ផឹកឡើងផឹកលឹមឡើងគេមកយកចាគេងើបមកលឹមឡើងយើងឡើងបេះដែរចាក្នុងការដាំនេះផងដែរពេលទ្របបាត់បងបានត្រូវអីខ្លះដែរជីហើយនឹងកបោភ្នំពេជ្រអញ្ចឹងចាបងទ្រប40អាបងដាក់ប្រហែលបេដែរហើយកបោដាក់4បេស្មើនឹង200គីឡូចាអញ្ចឹងពេលបងប្រើកបោធ្វើឲ្យហើយពេលបងដាក់បានជួបបញ្ហាអីខ្លះអត់បងជួបបញ្ហាអើយវាមានកើតជំងឺហ្នឹងយកអាសាច់ជូរភ្នំពេជ្រហ្នឹងយកមកបាញ់ពេលកើតផ្សិតលើស្លឹកក្រហមតិចៗហ្នឹងហើយចាអញ្ចឹងបងប្រើស៊ុបពឺជំរុញការពារព្យាបាលរបស់ក្រុមហ៊ុនហូយន្តកសិកម្មហ្នឹងហើយចាអាហ្នឹងចាដែលភាគច្រើនគេហៅថាសាច់ជូរខៀវចាដល់បាញ់ដោយបងប្រើបញ្ចូលតាមសយោនិងបាញ់លើដើមផងចាពេលបងបាញ់បានប្រហែលដល់มันវាប្រែវិញអើយដូចថាវាកើតយ៉ាងយើងដឹងវាកើតយ៉ាងបាញ់ដល់មើល2ថ្ងៃដឹងថាបាត់ចាអញ្ចឹងបងអាចបងប្រើជាមួយជីទឹកធម្មជាតិភ្នំពេញអត់ទេបាញ់ប្រើចាអញ្ចឹងតាំងពីដើមរហូតមកបងប្រើជីទឹកធម្មជាតិរហូតដល់បេះផ្លែចាហ្នឹងរហូតចាជីទឹកធម្មជាតិភ្នំពេញនេះផងដែរគឺយើងប្រើតាំងពីវគ្គលូតលាស់រហូតដល់ប្រមូលផលគឺអត់ប៉ះពាល់ទេគឺវាមានតួនាទីជួយបំពេញបន្ថែមនៅសារធាតុចិញ្ចឹមទៅលើផ្លែលើស្លឹកលើផ្កាចាវាធ្វើឲ្យកាន់ផ្កាច្រើនវាជួយបង្កើនជាតិ chlorophyll លើស្លឹកឲ្យមានពណ៌បៃតងសម្រាប់ចាប់យកពន្លឺធ្វើឲ្យសញ្ញយកផលិតអាហារបានថែខ្ទង់30%ចានឹងផងដែរចំពោះជំងឺក៏អត់សូវជួបដែរគាត់ថាតែម្ដងមកជួបម្ដងគឺជំងឺផ្សិតតែធ្វើដំណាំគាត់សពួនឬក៏លឿងស្លឹកខុសធម្មតាតែគាត់បានបាញ់ជីទឹកធម្មជាតិភ្នំពេជ្របូកជាមួយនឹងស៊ុបពឺជំរុញការពារព្យាបាលបាញ់តែម្ដងក្នុងរយៈពេល2ទៅ3ថ្ងៃគឺប្រែវិញចាមកដល់ឥឡូវគឺអត់មានកើតអីទេតែឥឡូវក៏ប្រមូលផលបាន3ដងហើយចា3ថ្ងៃចាព្រោះសម្រាប់ខ្ញុំជាក្នុងនាមជាអ្នកបច្ចេកទេសខ្ញុំគឺមកទាក់ទងទៅបងរឿងប្រើប្រាស់ផលិតផលរបស់ខ្ញុំហើយគឺខ្ញុំតាមបងជាប់ចាមិនថាលក់ហើយគឺអត់មកមើលទេលក់ហើយឲ្យប្រើហើយគឺផ្ដល់បច្ចេកទេសឲ្យទៀតហើយចុះដល់ចការទៀតចាខ្លាចតែគាត់ប្រើខុសបច្ចេកទេសឬក៏ប្រើបានទៅតាមគោលការណ៍បច្ចេកទេសចឹងណាបងចាព្រោះថាគាត់ចំណាយលុយមកទិញខ្ញុំប្រើប្រាស់តាមអ្នកគ្រូឯងហ្នឹងបានជោគជ័យយ៉ាងហ្នឹងហើយចាព្រោះថាប្រើទៅចំណាយលុយទិញដូចគ្នាដែរចំណាយឲ្យចំគោលដៅលក្ខណៈគាត់ទិញហើយគាត់ប្រើបានផលតែឥឡូវគាត់ប្រើបានផលមែនចាអត់ក៏អត់សូវជួបជំងឺក៏អត់សូវជួបដែរចាឥឡូវគាត់ប្រមូលផលបាននឹងគ្រាន់បើឥឡូវសសក់ចាប់ដើមផ្លែផ្ការឿងច្រើនជាងមុនចាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ប្រើប្រាស់តាក់ទងនឹងផលិតផលជីធម្មជាតិភ្នំពេជ្រអាចមករកទិញបានគឺនៅដេកពោដែកមីដែលស្ថិតនៅក្នុងភូមិអីដែរភូមិកញ្ចាងឃុំស្លាស្រុកសំរោងខេត្តតាកែវចាសម្រាប់អ្នកខេត្តតាកែវហ្នឹងអាចមករកទិញនៅនឹងបានគឺមានគ្រប់20ខេត្តក្រុងសម្រាប់ផលិតផលជីធម្មជាតិភ្នំពេជ្ររបស់ក្រុមហ៊ុនហូយន្តកសិកម្មចាឬក៏ត្រូវការបច្ចេកទេសតាក់ទងការដាំដុះថាដំណាំអីក៏បានគឺអាចតាក់ទងមកនឹងខ្ញុំបានខាងក្រុមការងារបច្ចេកទេសចាខាងក្រុមការងារបច្ចេកទេសលេខទូរស័ព្ទតាក់ទងបានគឺ088 430513ដើមចំណែកមួយខ្សែទៀតគឺ Smart 096 430513ដើមចាមិនថាបញ្ហាតាក់ទងនឹងការរៀបចំដីការដាំដុះការប្រើកបោសការប្រាស់ជីទឹកឬប្រើជីគ្រាប់ទៅលើដំណាំអីគឺអាចតាក់ទងមកខ្ញុំផ្ទាល់ខ្ញុំនឹងផ្ដល់ទំនាក់ទំនងឬផ្ដល់បច្ចេកទេសទៅកាន់ពុកម៉ែបងប្អូនចាសូមអរគុណចា